ព្រះតេជគុណសុនវាសនាត្រូវបានប្រកាសតែងតាំងជាព្រះចៅអធិការវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើងជាផ្លូវការនៅក្នុងពិធីសាសនាដ៏អធិកអធមនិងប្រកបដោយនិព្វសេរីនាដែនដីប្រវត្តិសាស្ត្រអង្គរព្រះតេជគុណសុនវាសនាអតីតព្រះចៅអធិការស្ដីទីត្រូវបានប្រកាសតែងតាំងឡើងជាព្រះចៅអធិការវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើងជាផ្លូវការដើម្បីដឹកនាំនិងគ្រប់គ្រងវត្តអារាមប្រវត្តិសាស្ត្រមួយនេះពិធីប្រកាសនីយបត្រតែងតាំងនេះត្រូវបានប្រព្រឹត្តទៅនារសៀលថ្ងៃទី8ខែសីហាឆ្នាំ2026ស្ថិតនៅបរិវេណប្រាសាទអង្គរវត្តក្នុងភូមិក្រវ៉ាន់សង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបក្រោមព្រះវត្តមាននិមន្តដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃគណៈមហានិកាយនិងសម្ដេចព្រះព្រហ្មរតនមុនីពិនសែនសិរីសវណ្ណោព្រះប្រធានធេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាយោងតាមប្រកាសនីយបត្រសម្រេចរបស់សម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតអ៊ំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានចំណាឯកភាពពីសំណាក់ឯកឧត្តមចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រះតេជគុណសុនវាសនាទទួលបានសិទ្ធិអំណាចនិងភារកិច្ចពេញលេញក្នុងការដឹកនាំគ្រប់គ្រងនិងទទួលខុសត្រូវលើការងារស្ថាបនានិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តអារាមការអប់រំនិងទូន្មានភិក្ខុសាមណេរឲ្យស្ថិតនៅក្នុងវិន័យសង្ឃយ៉ាងខ្ជាប់ខ្ជួនការធ្វើជាអ្នករងាប់អធិករដោះស្រាយទំនាស់ក្នុងវត្តការសហការគ្រប់គ្រងនិងថែរក្សាគរុភ័ណ្ឌសង្ឃដីធ្លីវត្តអារាមនិងការដឹកនាំនិងអប់រំពុទ្ធសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៌វិន័យដោយមានព្រះត្រៃបិដកជាគោលដៅការទទួលបានប្រកាសនីយបត្រតែងតាំងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងពីព្រះពុទ្ធគុណវិន័យនិងសមត្ថភាពរបស់ព្រះតេជគុណសុនវាសនាក្នុងការបន្តថែរក្សាព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើននិងជាទីពឹងផ្នែកស្មារតីរបស់ពុទ្ធសាសនិកជនក្នុងនិងក្រៅប្រទេស